ថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយតាំងពីឆ្នាំមុនដែលខ្ញុំបានទៅសៀមរាបតាំងពីខែ10ហើយចំពេលបងប្អូននៅខាងអ្នកស្រុកសៀមរាបហ្នឹងគាត់ហែកឋិនហើយគាត់ហែឡើងជុំវិញប្រាសាទបាយ័នហ្នឹងឡើង3ជុំពេលហ្នឹងខ្ញុំកំពុងនៅដើរលេងនៅក្នុងប្រាសាទដើរមើលប្រាសាទគ្រាន់តែលើសូរចម្រៀងដៃគូរបស់ខ្ញុំហ្នឹងគាត់ឆ្ងល់ថាគេធ្វើអីគេបានមើលពីចម្ងាយទៅឃើញមនុស្សច្រើនខ្ញុំក៏អត់ដឹងដែរព្រោះតាំងពីទៅសៀមរាបមកខ្ញុំអត់ដែរឃើញអ្នកស្រុកអ្នកភូមិសៀមរាបហ្នឹងគាត់ធ្វើការហែកឋិនទេអញ្ចឹងលើកទី1ហ្មងហើយខ្ញុំទៅដល់ឃើញមនុស្សឡើងច្រើនដែលគូរបស់ខ្ញុំគាត់ខំរត់គាត់ជនជាតិអាស៊ីមែនប៉ុន្តែគាត់មិនជាខ្មែរអញ្ចឹងគាត់ឆ្ងល់គាត់ខំរត់ទៅមើលគាត់សួរខ្ញុំថាគេធ្វើអីគេពួកអីហែមនុស្សច្រើនពេលខ្ញុំទៅដល់ឃើញបងប្អូនអ៊ំពូមីងដែលគាត់នៅសៀមរាបហ្នឹងគាត់ហែខ្ញុំថាលយណាគាត់បានហែនៅជុំវិញប្រាសាទបាយ័នយើងធ្លាប់តែហែនៅពហិហែនៅអីគាត់ហែជុំវិញប្រាសាទបាយ័នហ្មងអ្នកទាំងអស់គ្នាឮគាត់សួរខ្ញុំមកគាត់ក៏អត់ចេះខ្មែរខ្ញុំក៏អត់ចេះភាសាគាត់ដែរអញ្ចឹងយើងចេះអង់គ្លេសតិចតួចយើងអាចនិយាយទំនាក់ទំនងគ្នាបានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញវីដេអូក្រោយទៀតដែលខ្ញុំទៅណាជាមួយគាត់ហើយខ្ញុំនិយាយតែអង់គ្លេសអាចកាត់ន័យយល់បានដោយសារតែពួកខ្ញុំក៏មិនបកកែទៅលើ grammar ទៅលើអីអង់គ្លេសដែរគាត់តែអាចនិយាយគ្នាបានស្ដាប់គ្នាយល់តែប៉ុណ្ណឹងទេអ្នកទាំងអស់គ្នាធ្លាប់ដែរមកចំពេលដែលបងប្អូនអ្នកសៀមរាបគាត់ហៅអញ្ចឹងអត់ហើយអ្នកសៀមរាបអាចប្រាប់ខ្ញុំបានទេថានៅខែណាដែលបងប្អូនអ្នកសៀមរាបគាត់ទៅហែនៅប្រាសាទអញ្ចឹងទៀតបើសិនជាបងប្អូនដឹងចាំជួយ comment ប្រាប់ខ្ញុំចង់ទៅឃើញម្ដងទៀតមានអារម្មណ៍ថាប្លែកហើយមើលទៅមានអារម្មណ៍ថាអស្ចារ្យយើងហែជុំវិញប្រាសាទបុរាណខ្មែររបស់យើង